ទម្រាំតែបានសម្លស្ងោរម្រះមួយចាននេះគឺចំណាយពេលយូរមែនតើរហូតដល់ជិត3ទៅ4ម៉ោងឯណោះជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះនេះខ្ញុំមកស្ងោរម្រះញ៉ាំទៀតហើយបងប្អូនតែស្ងោរលើកនេះគឺឆ្ងាញ់ជាងលើកមុនឆ្ងាយមែនតើតែម្ដងនេះគឺជាគ្រឿងផ្សំដែលខ្ញុំត្រូវមាននៅក្នុងសាឡមួយមុខនេះបងប្អូននឹងស្រាប់ហើយថាយើងស្ងោរម្រះយើងច្រនទៅដាក់មីសួរទៅឆ្ងាញ់ហើយមានជាហឺមានបង្គាក្រៀមផ្សិតខ្មៅមានដូចជាផ្សិតត្រចៀកក្តៅសុទ្ធសឹងតែជាគ្រឿងផ្សំនៅក្នុងម្ហូបមួយមុខនេះដោយខ្វះមិនបានទេតោះចាប់ផ្ដើមធ្វើម្ហូបមួយមុខនេះជាមួយនឹងខ្ញុំទាំងអស់គ្នាម្រះដែលនឹងខ្ញុំមាននៅក្នុងថ្ងៃនេះប្រហែលជាជិត1គីឡូដែរចានេះខ្ញុំចាប់ផ្ដើមកាត់វាជាកង់មកខ្លីល្មមមិនវែងពេកក៏មិនតូចពេករួចហើយនឹងខ្ញុំឆ្កឹះគ្រាប់ចេញឆ្កឹះគ្រាប់នេះបងប្អូនគ្រាន់តែយើងយកសភាយកមកឆ្កឹះបែបនេះគឺស្អាតតែម្ដងចាអត់មានពិបាកទេរួចហើយនេះខ្ញុំចាប់ផ្ដើមចាលាងទឹកឲ្យស្អាតធម្មតាគឺយើងធ្វើញ៉ាំខ្លួនឯងយើងលាងឲ្យច្រើនទឹកតិចណាបងប្អូនដោយសារតែមានទលីមានអីចឹងទៅយើងក៏អនាម័យដែរចាអញ្ចឹងយើងលាងឲ្យបានច្រើនល្អទុកម្រះរបស់យើងនឹងមួយឡែកសិនដើម្បីឲ្យវាស្រក់ទឹកសិនងាកមករៀបចំសាច់ជ្រូកវិញចាសាច់ជ្រូកនៃខ្ញុំមាននេះប្រភេទសាច់ស្មាមុខបងប្អូនអញ្ចឹងវាមានលីខ្លាញ់តិចហើយនេះខ្ញុំហាន់វាជាចំណិតតូចទៅដើម្បីយើងងាយស្រួលនៅក្នុងការចិញ្ច្រាំនេះខ្ញុំអត់យកវាម៉ត់ល្អពេកទេដោយសារតែមែនតែនទៅបើយើងដាក់ម៉ាស៊ីនក៏បានដែរប៉ុន្តែយើងចិញ្ច្រាំដៃនេះយើងអត់ចង់ឲ្យវាបានម៉ត់ខ្លាំងពេកមកធម្មតាចិញ្ច្រាំម៉ត់ល្មមណាដើម្បីយើងញ៉ាំទៅវានៅមានជាតិសាច់តុនចានៅពេលដែលសាច់ជ្រូករបស់យើងបានច្រាំរួចហើយនេះខ្ញុំចាប់ផ្ដើមហាន់ផ្សិតត្រចៀកក្តៅក៏ដូចជាមានផ្សិតខ្មៅដែរហាន់តូចទុកដាក់នៅក្នុងស្នូលបងប្អូនមីសួរនេះខ្ញុំបានត្រាំទឹករួចហើយយើងលាងឲ្យស្អាតទៅរួចហើយយើងកាត់វាខ្លីៗតូចដើម្បីងាយស្រួលនៅក្នុងញាត់ចូលម្រះពេលដែលគ្រឿងផ្សំយើងរួចហើយនេះខ្ញុំចាប់ផ្ដើមដាក់ច្បល់ចូលគ្នាតែម្ដងមានស្លឹកខ្ទឹមមានបង្គាក្រៀមថែមខ្ទឹមច្រាមតិចទៅមានម្សៅស៊ុបបន្តិចចាមានម្រេចមានអំបិលតិចទៅជាមួយនឹងបន្ថែមដោយទឹកត្រីបន្តិចរួចហើយនេះខ្ញុំច្បល់ចូលគ្នាឲ្យសព្វល្អចូលជាតិជាមួយនឹងស្នូលរបស់យើងសិនណាបងប្អូនស្នូលនេះក៏បានច្បល់ចូលគ្នាបានចូលជាតិល្អហើយនេះខ្ញុំក៏យើងញាត់ចូលទៅក្នុងផ្លែម្រះរបស់យើងដែលបានទុកមុនហ្នឹងណាដាក់ចូលម្ដងមួយរហូតដល់អស់តែម្ដងហើយនេះខ្ញុំញាត់ណែនណាដោយសារតែយើងដាក់ស្នូលសាច់ច្រើនណាចាំបងប្អូនដាក់ឲ្យណែនទៅចាគឺឆ្ងាញ់មែនតើចានៅពេលដែលយើងបានញាត់រួចហើយនេះខ្ញុំឃើញថាសាច់វានៅសល់ដែរមូលដុំតូចយើងទុកដាក់នៅក្នុងទឹកស៊ុបបន្ថែមទៀតដោយសារតែសាច់វាច្រើនជាងផ្លែម្រះហ្នឹងណាចានេះខ្ញុំទុកម្លាយសិនយើងចាប់ផ្ដើមទៅធ្វើទឹកស៊ុបទាំងអស់គ្នានៅក្នុងទឹកស៊ុបនេះខ្ញុំចាប់ផ្ដើមដាក់ប្រេងចាអូលីវបន្តិចទៅលីងជាមួយនឹងខ្ទឹមសឲ្យឡើងឈ្ងុយបន្តិចរួចហើយក៏ដាក់បង្គាក្រៀមចាយឺហឺមានផ្សិតខ្មៅក៏ដូចជាផ្សិតត្រចៀកក្តៅហ្នឹងយកមកលេងឆាវឈ្ងុយចាបន្ទាប់ពីយើងបានក្លិនឈ្ងុយមែនតើបងប្អូនរួចហើយនេះខ្ញុំក៏ចាប់ផ្ដើមចាយើងដាក់ទឹកចូលណានេះខ្ញុំធ្វើដូចជាទឹកស៊ុបអញ្ចឹងធ្វើឲ្យសាឡយើងគឺមានក្លិនឈ្ងុយមែនតើគឺវាខុសពីរសជាតិដែលនេះខ្ញុំបានចម្អិនលើកមុនណាបងប្អូនទាំងអស់គ្នាចានៅពេលដែលយើងបានដាក់ទឹកបរិមាណមកល្មមហើយគ្រាន់តែយើងទុកឲ្យវាពុះទៅចាប់ផ្ដើមបង់ម្រះចូលហើយអញ្ចឹងយើងបង់ផ្លែម្រះចូលចាដាក់ម្ដងមួយទៅនៅក្នុងសាឡនេះគឺនេះខ្ញុំអត់ក្របវាទេបងប្អូននេះខ្ញុំប្រើភ្លើងចាដោយដាក់ភ្លើងខ្ជូងណាដាក់បន្តិចរហូតដល់រងាស់ចោលឡើង2ទៅ3ម៉ោងដើម្បីឲ្យផ្លែម្រះហ្នឹងគឺវាចាស់តែរលួយចាឆ្អិនរលួយតែម្ដងនេះខ្ញុំក៏មានដាក់ចាដុំស៊ុប2ដុំមានម្សៅស៊ុបចាក៏បន្ថែមនៅទឹកត្រីក៏ដូចជាស្ករត្នោតដើម្បីយកជាតិឆ្ងាញ់ចានៅក្នុងទឹកស៊ុបរបស់យើងផ្លែម្រះយើងក៏បានចាប្រែពណ៌បន្តិចហើយគឺថាចិត្តឆ្អិនមែនតើនេះខ្ញុំក៏បន្ថែមសាច់ដែលយើងមូលតូចដាក់ចូលទៅក្នុងរងាស់ប្រហែលជាកន្លះម៉ោងទៀតឃើញថាម្ហូបរបស់នេះខ្ញុំគឺឆ្អិនតែម្ដងចាក្នុងការរងាស់នេះដូចនេះខ្ញុំនិយាយតាំងពីដើមវីដេអូអញ្ចឹងគឺចំណាយពេលយូរមែនតើដោយសារតែយើងធ្វើពីព្រឹកអញ្ចឹងទៅយើងទុកញ៉ាំល្ងាចអញ្ចឹងណាបងប្អូនអញ្ចឹងរងាស់ចោលតិចអញ្ចឹងម្រះរបស់យើងគឺផុយល្អមែនតើតែម្ដង
ឃើញថាម្ហូបរបស់យើងក៏បានឆ្អិនហើយបន្ទាប់ពីយើងរងចាំបានតាំងពីចារយៈពេល3 ទៅ 4 ម៉ោងបានចេញជាលទ្ធផលនៅក្នុងម្ហូបស្ងោរម្រះនេះមួយឆ្នាំងហើយទឹកស៊ុបក្លិនឈ្ងុយបងប្អូនដូចនេះខ្ញុំបញ្ជាក់អញ្ចឹងក្នុងថ្ងៃនេះនេះខ្ញុំធ្វើការលីងគ្រឿងណាអញ្ចឹងទឹកស៊ុបយើងគឺឈ្ងុយមែនតើដូចទឹកស៊ុបយើងធ្វើស៊ុបអញ្ចឹងណាវាខុសពីស្លដែលនេះខ្ញុំធ្វើលើកមុនដោយយើងដាំទឹកបងប្អូនធ្វើតាមក្បួននេះគឺស្លស្ងោរម្រះយើងគឺឆ្ងាញ់ហើយមានឈ្ងុយមែនតែម្ដងណាចាអញ្ចឹងហើយបងប្អូនមករួមអាហារពេលល្ងាចជាមួយនឹងខ្ញុំទាំងអស់គ្នាណាចាស្ងោរម្រះរបស់នាងខ្ញុំក៏បានរៀបរាល់ហើយអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការទស្សនានៅក្នុងវីដេអូរបស់នាងខ្ញុំហើយនាងខ្ញុំក៏សង្ឃឹមថានៅក្នុងវីដេអូនេះបងប្អូនអាចធ្វើស្ងោរម្រះដោយការលីងគ្រឿងបែបនេះធ្វើឲ្យរសជាតិរបស់យើងឆ្ងាញ់មួយបែបប្លែកពីលើកមុន